chỉ cả bên này trong có sông Quam Trâu lục mặt đất để bàn lật cách prom pieng son từ phía tây Krong Paris dương để tăng một đòn hàng mục đấyคือយើងឃើញថាសិទ្ធិសញ្ញាកិច្ចព្រមព្រៀងនេះវាមានសារៈសំខាន់សម្រាប់កម្ពុជាមែនវាជារឿងពិតចំពោះអ្នកសិក្សាស្រាវជ្រាវហើយនឹងបងប្អូនប្រជាពលរដ្ឋជាអ្នកតាមដានហ្នឹងគឺត្រេកអរនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះណាប៉ុន្តែខ្ញុំសូមញែកបន្តិចពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺលោកបណ្ឌិតបានបកស្រាយពីខ្លឹមសារទាំងស្រុងហើយប៉ុន្តែសម្រាប់ខ្ញុំថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺគោលដៅចម្បងបំផុតគឺចង់ឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានោះដំណើរការទៅឲ្យរលូនប៉ុន្តែខ្ញុំយល់ឃើញថាលទ្ធិប្រជាធិបតេយ្យនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបានដំណើរការរួចហើយគឺបោះឆ្នោតឆ្នាំ93បន្ទាប់មកទៀតមានន័យថាអ្វីគឺដកខ្លឹមសារស្ទើរតែទាំងស្រុងបញ្ចូលរដ្ឋធម្មនុញ្ញនៃប្រជាជាតិណាចក្រកម្ពុជាអញ្ចឹងហើយដែលមានការភ័ន្តច្រឡំរវាងរដ្ឋធម្មនុញ្ញនៃប្រជាជាតិណាចក្រកម្ពុជាហើយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអញ្ចឹងហើយសួរថារដ្ឋាភិបាលអនុវត្តប្រទេសយើងសប្តាហ៍ថ្ងៃតើយកច្បាប់ទីក្រុងច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រជាជាតិណាចក្រកម្ពុជាក្នុងការដឹកនាំប្រទេសឬក៏យកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើជាច្បាប់កំពូលដើម្បីដឹកនាំប្រទេសអញ្ចឹងហើយសម្រាប់ខ្ញុំទាញយកអារម្មណ៍ខ្លួនខ្ញុំគិតថាលទ្ធិប្រជាធិបតេយ្យគឺជាមធ្យោបាយមួយដែលបរទេសគេចង់បានប៉ុន្តែវត្ថុបំណងមិនមែនគេចង់បានវត្ថុបំណងដែលយើងធ្វើតាមគេទេអញ្ចឹងវត្ថុបំណងរបស់កម្ពុជាគឺចង់បានសុខសន្តិភាពដោយខ្លួនឯងអញ្ចឹងហើយយើងមើលឃើញថាដោយលំដិតលើកឡើងចឹងថាក្រោយពីបោះឆ្នោតឆ្នាំ93ហើយវាមានរូបមន្តមួយដែលសម្ដេចតេជោហ៊ុនសែនបានយកមកប្រើប្រាស់គឺគោលនយោបាយឈ្នះហ្នឹងតែម្ដងនឹងគឺចាត់ទុកថាជារូបមន្តមួយក្នុងការដឹកនាំលទ្ធិប្រជាធិបតេយ្យបែបខ្មែរមួយដែលបានរកឃើញដើម្បីបញ្ចប់សង្គ្រាមឆ្នាំ93អញ្ចឹងលទ្ធិប្រជាធិបតេយ្យបរទេសបានបង្ហាញក៏ប៉ុន្តែវាមិនមែនជាបំណងរបស់កម្ពុជាទេអញ្ចឹងកម្ពុជាមានសិទ្ធិសេរីភាពមួយអាចបង្កើតលទ្ធិប្រជាធិបតេយ្យខ្លួនឯងបានលទ្ធិប្រជាធិបតេយ្យបរទេសយើងមិនអាចយកមកទាំងស្រុងបានទេប៉ុន្តែយើងអាចជាគំរូអញ្ចឹងហើយយើងឃើញថាតើលទ្ធិគោលនយោបាយឈ្នះមាននៅក្នុងចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអត់មានទេអញ្ចឹងហើយសូមឲ្យអ្នកនយោបាយសូមឲ្យបងប្អូនសូមឲ្យអ្នកតាមដានកុំឲ្យចេះថាជន់ពន្លិចហើយថាកម្ពុជានេះមិនបានយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះមកអនុវត្តកម្ពុជាសម្រាប់ខ្ញុំគឺថាមិនភ្លេចទេប៉ុន្តែយើងត្រូវការប្រើប្រាស់នៅពេលណាអញ្ចឹងហើយយើងមើលឃើញថាមកដល់ពេលវេលានេះយើងឃើញថាវាមានខ្ញុំចាត់ទុកថាសម្ដេចតេជោជាអ្នករក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចង់ឲ្យមានសន្តិភាពនៅក្នុងប្រទេសកម្ពុជាប៉ុន្តែយើងឃើញមើលថាក្រោយពី98ក្រោយមកយើងឃើញថាមានក្រុមមួយក្រុមគឺបានបង្កើតគណៈបកមួយគឺញែកចេញមកយើងឃើញថាគណៈបកមួយក្រុមរបស់គាត់នេះគឺបង្ហាញថាបណ្ដាតាមលទ្ធិប្រជាធិបតេយ្យទេគឺគាត់ជ្រើសរើសយកជ្រុងមួយទៀតបង្ហាញពីសេរីភាពដែលជ្រុលនិយមបង្កើតអាណាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាអញ្ចឹងហើយវាទៅជារឿងមួយដែលយើងគួរឲ្យពិបាកនៅក្នុងការគិតទាំងអស់គ្នាថាធ្វើនយោបាយដោយលោកបណ្ឌិតមានប្រសាសន៍អញ្ចឹងថានយោបាយយើងត្រូវជ្រើសរើសយកច្រកណាប៉ុន្តែកម្ពុជាយើងជ្រើសរើសយកការបោះឆ្នោតប៉ុន្តែក្រុមមួយទៀតក៏អត់ចង់ជ្រើសរើសយកការបោះឆ្នោតនោះទេប៉ុន្តែខ្លួនគាត់ក៏ធ្លាប់ចូលរួមในការបោះឆ្នោតនៅពេលដែលគាត់ចាញ់នៅការបោះឆ្នោតម្ដងតែគាត់យកអាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះធ្វើជានុយនយោបាយហាក់ដូចជាយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអាចចាត់ទុកថាធ្វើជាអាជីវកម្មនយោបាយជាមួយនឹងសកម្មជនខ្លួនឯងបង្ហាញនៅលើពិភពលោកថាខ្លួននឹងបានខិតខំយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឥឡូវយើងមើលឃើញដល់រហូតដល់សប្តាហ៍ថ្ងៃនេះគឺចុងក្រោយយើងឃើញថាក្រុមមួយនោះក៏បានព្យាយាមយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅបង្កើតរដ្ឋាភិបាល$23អញ្ចឹងមានន័យថាវាស្មើសម្រាប់ខ្ញុំចាត់ទុកថាគាត់ខ្លួនគាត់ទេដែលកំពុងតែបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយខ្លួនឯងឈរនៅទេសបារាំងទៅទៀតអញ្ចឹងបើសិនជាខ្ញុំមានឱកាសឲ្យប្រាប់បងប្អូននៅសូវបារាំងគួរតែប្តឹងបុគ្គលនេះទៅគាត់បំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនមែនរដ្ឋាភិបាលយើងបំផ្លាញទេណាឥឡូវខ្លួនគាត់បង្កើតយកឈ្មោះ$23ហ្នឹងគឺសន្តិភាពទីក្រុងប៉ារីសហ្នឹងបំផ្លាញគឺមានន័យថាគាត់បង្កើតរដ្ឋាភិបាលមួយក្រៅច្បាប់អានោះវាស្មើនឹងខុសអញ្ចឹងខ្លួនគាត់ចាត់ទុកថាគាត់បង្កើត
រដ្ឋាភិបាលនោះបំបីដោះស្រាយហើយយកអាសិទ្ធិខ្លឹមសារសិទ្ធិសញ្ញាប៉ារីសដើម្បីដោះស្រាយបញ្ហាយើងចំនួននៅព្រំដែនតែគាត់ភ្លេចខ្លួនថាតើគាត់ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសកម្ពុជាអត់បុគ្គលដែលគាត់ក្រងពងដែលដឹកនាំរាជរដ្ឋាភិបាលក្រៅប្រទេសណាបើសិនជារដ្ឋាភិបាលក្រៅប្រទេសហ្នឹងគាត់ដឹកនាំប្រទេសហើយត្រូវបានសម្ដេចបវរធិបតីហ៊ុនម៉ាណែតធ្វើរដ្ឋប្រហារខ្ញុំឧទាហរណ៍ណាអញ្ចឹងគាត់ត្រូវចេញទៅក្រៅហើយបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយដើម្បីមករំដោះប្រទេសវិញអញ្ចឹងញែកនៅក្នុងនេះក៏យើងមានទម្រង់មួយដែរប្រហែលជាគាត់ប្រឡប់ប្រជាពលរដ្ឋនឹងមានទម្រង់មួយនៅឆ្នាំ70នៅពេលដែលរបបសាធារណរដ្ឋណែលន់ណុលបានទម្លាក់សម្ដេចបកណាយើងអញ្ចឹងបកណាក៏បានទៅបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយនៅពេលកាំងអញ្ចឹងហើយអំពាវនាវដើម្បីទម្លាក់លន់ណុលវិញអញ្ចឹងហើយឆ្លៀតឱកាសហ្នឹងក៏របបខ្មែរក្រហមខ្ចីដៃសម្ដេចសីហនុអំពាវនាវបងប្អូនយើងទៅដណ្ដើមអំណាចដើម្បីជូនសម្ដេចតាមវិញអានឹងប្រវត្តិសាស្ត្រឃើញប្រទេសយើងវាច្បោកច្បល់ខ្លាយជាគ្រាមអញ្ចឹងហើយរូបមន្តនេះទម្រង់នៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះនៅស្រុកខ្មែរយើងវាមានហើយអញ្ចឹងហើយសូមឲ្យបងប្អូនអ្នកតាមដាននៅពេលដែលទម្រង់រាជរដ្ឋាភិបាលបង្កើតឡើង$23ហ្នឹងប្រហែលជាអាចយកយល់ច្រឡំហើយយកទម្រង់សម្ដេចតាដែលធ្លាប់បង្កើតអញ្ចឹងហើយកុំឲ្យប្រជាពលរដ្ឋឬក៏អ្នកគ្រប់គ្រងមានការភ័ន្តច្រឡំអញ្ចឹងបុគ្គលដែលប្រុងបង្កើតរដ្ឋាភិបាល$23នេះមិនធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទេអញ្ចឹងគាត់ទៅបង្កើតនេះគឺសម្រាប់ខ្ញុំកំពុងតែបំផ្លាញសិទ្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទៅវិញហើយគាត់បង្កើតនេះคล้ายទៅជាគេហៅថាអាជីវកម្មនយោបាយខ្នាតក្រោយមួយទៀតដោយសារគាត់យកទម្រង់ពីប្រទេសម៉ាដាកាស្កាហើយទម្រង់មុនដំបូងពីប្រទេសនេប៉ាល់អីចឹងឃើញគាត់រំលេចពាក្យទៅ Gen Z អីចឹងមកដែរអញ្ចឹងគាត់ប្រម៉ូទយករូបភាពនោះដើម្បីធ្វើបង្ហាញមួយថាគាត់នឹងបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយគាត់ប្រម៉ូទយុវជនជំនាន់ក្រោយ Gen Z នេះដើម្បីបង្ហាញអំពីទុក្ខលំបាកក្នុងការដោះស្រាយពីបញ្ហាប្រទេសកម្ពុជាយើងអញ្ចឹងខ្ញុំមើលឃើញថានេះក៏ជាបញ្ហាមួយដែលធ្វើឲ្យយុវជនយើងចំនួនក្រោយគាត់ខ្វះព័ត៌មានហើយគាត់នឹងមានការភ័ន្តច្រឡំថាបុគ្គលនឹងកំពុងកើតរដ្ឋាភិបាលក្រៅប្រទេសវាទៅជាសម្ដេចខ្ញុំឧទាហរណ៍វាទៅសម្ដេចបវរធិបតីហ្នឹងដេញគាត់ធ្លាប់ធ្វើនាយករដ្ឋមន្ត្រីអញ្ចឹងវាខុសបើសិនជាគាត់ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីគាត់ទៅបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសវាអាចស័ក្តិសមមួយដែរពីព្រោះដណ្ដើមគ្នាទៅវិញទៅមកប៉ុន្តែនេះអត់មានទេអញ្ចឹងសូមឲ្យបងប្អូនអ្នកនយោបាយជាពិសេសបងប្អូននៅក្នុងប្រទេសកម្ពុជាយើងដែលមាននិន្នាការពាក់ព័ន្ធនឹងចលនាហ្នឹងគឺសូមឲ្យងាកខ្លួនឲ្យគិតសារជាថ្មីពីព្រោះការគិតមួយជ្រុងរបស់លោកវាអាចធ្លាក់ដល់កម្រិតមួយធ្វើឲ្យយកមានទោសមានពៃហើយកុំភ្លេចខ្ញុំគាត់នៅជារំលឹកទេច្បាប់ដកសញ្ជាតិនៅចូលជាស្ទោមមានហើយអញ្ចឹងអាចប៉ះពាល់នៅក្នុងការពាក់ព័ន្ធនៅក្នុងចលនានឹងតែម្ដងអញ្ចឹងយើងមើលឃើញថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺជាច្បាប់មួយដែលវាល្អបំផុតហើយក៏ប៉ុន្តែបុគ្គលអ្នកនយោបាយទេដែលឆ្លៀតឱកាសយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបំរើមហិច្ឆតារបស់ខ្លួនដែលវាខុសពីគោលបំណងកម្ពុជាខុសពីគោលបំណងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺឲ្យយើងចូលរួមក្នុងការបោះឆ្នោតអញ្ចឹងមើលឃើញថាគាត់បង្កើតនេះមិនការចូលរួមនៅក្នុងការបោះឆ្នោតណាអញ្ចឹងគាត់បង្កើតរដ្ឋាភិបាលក្រៅប្រទេសវាស្មើនឹងក្រមឧទាមមួយទៅបាត់ហើយហ្នឹងអញ្ចឹងហើយគាត់ទៅអំពាវនាវឲ្យគេចូលរួមមិនបើសិនជាគាត់ធ្វើមួយមិនស្របច្បាប់ទៅទៀតហើយយ៉ាងណាមិញខ្ញុំចេះតែឆ្ងល់ថាតើបារាំងអនុញ្ញាតឲ្យបង្កើតនៅទីនោះបានដែរឬទេអានេះយើងត្រូវសិក្សាពីច្បាប់ទៅទៀតអញ្ចឹងខ្មែរយើងសញ្ជាតិបារាំងអីគួរពិចារណាគេក្រុងនឹងបង្កើតថ្ងៃទី25ប្រកាសហើយអញ្ចឹងសូមឲ្យខ្មែរយើងដែលជាអ្នកគ្រប់គ្រងខ្មែរសញ្ជាតិបារាំងឲ្យនៅប្រទេសបារាំងមានលទ្ធភាពទៅសួរប្រធានាធិបតីមកថាតើគេអនុញ្ញាតឲ្យបង្កើតរដ្ឋាភិបាលមួយក្រៅប្រទេសហើយឈរនៅលើទឹកដីបារាំងនឹងតែម្ដងអញ្ចឹងវាខុសអីហើយតើវាត្រូវនឹងកិច្ចសន្តិភាពទីក្រុងប៉ារីសនោះអត់បើសិនជាវាត្រូវអានឹងធ្វើចុះបើសិនជាវាខុសគួរគិតពិចារណាអំពីផ្លូវច្បាប់ពីព្រោះប្រទេសកម្ពុជារបស់យើងមានសុខសន្តិភាពហើយរាជរដ្ឋាភិបាលកំពុងតែដឹកនាំប្រទេសលើផ្លូវត្រូវហើយចំពោះខ្ញុំយល់ឃើញថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចដោះស្រាយនៅបញ្ហាព្រំដែនបានទេខ្ញុំឧទាហរណ៍លើកជាគំរូយើងរំលឹកវិញនៅពេលឆ្នាំ2008 2011ដោះស្រាយបញ្ហាប្រាសាទព្រះវិហារអញ្ចឹងយើងមើលឃើញថាយន្តការនៃការដោះស្រាយចំនួនព្រំដែននេះវាមិនខុសគ្នាគឺជាមួយប្រទេសថៃអញ្ចឹងយន្តការនៃការដោះស្រាយសិទ្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសមិនអាចដោះបានគឺមានតែមធ្យោបាយមួយគឺដោះតាម ICJ អញ្ចឹងឃើញថារាជរដ្ឋាភិបាលបានគិតគូរថ្ងៃទី20ខែកក្កដាកន្លងទៅគឺរាជរដ្ឋាភិបាលបានដាក់ឯកសារទៅតុលាការ ICJ ក្នុងការដោះស្រាយ
tam sân tệ thì dương miên rụp của muốn không cá đó pi đam lại chắc miên đại dân ca on trả chiết năng mối cứ ICJ hay năng ở UNIC tập năng thế để ai đo sai lừa bành hai chùm lúa chùm môi prom đàn pi pro dương khơi tha sự thị sinh nha cách prom prieng son tại phiệt tí krong Paris ní phải bậtตัวองประเทศไทยนั่นก็ทลบเจ้าฮาตะเลขานั่นก็ได้ก็ปัญหาเดิมเป็นนั่นคือมันไอ้ดอเสียไอ้บ้านนี่คือเมียนไตยนกาอันตรายชิดปวดนั่งเมียนตลากากัดสกรีเอาเนี่ยนาจังเนี่ยนาใช่ไหมที่จังให้ยังมือเคยทำเมียนไตยนกาไอซีจีได้เรียกราคาไปบ้ากำปงแต่ทื่อดำนาเตยแต่งกาตูดแต่งเอาไปเซยังเคยทำไอกระซากรุบกรอนให้ของกาโยกเตยประทายจังชมกระทานำมาดอปีนี้ส้มกลมบองปนกลมยูลจะล้อมกิจโปรมเปรี้ยงตีกรองปารีสให้นโยกิจโปรมទីក្រុងប៉ូរីសនេះត្រូវបានក្រមរដ្ឋាភិបាលក្រៅប្រទេសមួយដែលគេពងយកទៅធ្វើអាជីវកម្មនយោបាយថាទៅដោះស្រាយបញ្ហានៅព្រំដែនសម្រាប់ខ្ញុំគិតថាពួកនេះកំពុងតែយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះធ្វើអាជីវកម្មនយោបាយបោកប្រាស់ប្រជាជនខ្លួនឯងហើយនឹងបោកប្រាស់សកម្មជនខ្លួនឯងដើម្បីដំណើរការនយោបាយជាពិសេសគឺបង្ហាញដាវខ្លួនឯងគឺឲ្យសត្រូវរបស់ខ្លួននឹងគឺជាពិសេសគឺនៅប្រទេសសៀមក៏កំពុងតែយករដ្ឋាភិបាលក្រៅប្រទេសហ្នឹងគឺទៅបំពងសម្លេងអញ្ចឹងយើងមើលឃើញថានឹងកំពុងតែខុសធ្ងន់ហើយសម្រាប់ខ្ញុំនាមជាអ្នកនយោបាយខ្ញុំឃើញថានេះគឺជាទង្វើមួយដែលមិនអត់អាអន់ទេអញ្ចឹងយើងគួរតែគិតពិចារណាឡើងវិញចំពោះបុគ្គលដែលកំពុងធ្វើអញ្ចឹងវាមិនចេះខុសឲ្យរហូតទេគ្រាន់តែងាកឲ្យត្រូវមកវិញមកព្រោះថាការបង្កើតមិនមែនចេះបង្កើតមកលើកណាយើងឃើញថាទម្លាប់របស់គាត់បង្កើតច្រើនលើកហ្នឹងអញ្ចឹងហើយនៅចាំបានទេ9វិច្ឆិកាឆ្នាំ2021គឺបាទគ្រប់បែបយ៉ាងគឺបំពេញនាវឲ្យរាជរដ្ឋាភិបាលបំពេញនាវឲ្យកងប្រដាប់អាវុធអីបែកកណ្ដុងបាញ់រាជរដ្ឋាភិបាលអីអញ្ចឹងណាអញ្ចឹងហើយយើងមើលឃើញថាជាទង្វើមួយដែលវាមិនគួរឲ្យវាកើតមានដដែលទេអញ្ចឹងហើយដើម្បីឲ្យបញ្ចប់នៅនេះលុះត្រាតែប្រជាពលរដ្ឋយើងបានយល់ដឹងកាន់តែខ្ពស់អំពីរបៀបនៃការបោករបស់គេខ្ញុំគិតថាឥឡូវនេះគេបោកសារថ្មីគឺយកកិច្ចព្រមព្រៀងសន្តិភាពនេះមកបន្លំបោកចាស់លេងបានបោកយុវជនជំនាន់ក្រោយគឺ Gen Z នឹងតែម្ដងអញ្ចឹងសូមឲ្យយុវជន Gen Z នៅក្នុងប្រទេសកម្ពុជាមានការយល់ដឹងអំពីអាការគេបោករបៀបគេបោកអញ្ចឹងឥឡូវយកទៅកិច្ចព្រមព្រៀងសន្តិភាពនេះធ្វើជាអាជីវកម្មនយោបាយដើម្បីបោកប្រាស់របស់សកម្មជននៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះបាទខ្ញុំរំលឹកពីរឿងតម្លៃសន្តិភាពគឺលោកបណ្ឌិតបន្តិចបាទអរគុណខ្ញុំគិតថាវ័យខ្ញុំនិងលោកបណ្ឌិតប្រហែលនឹងគ្នាទេអញ្ចឹងហើយយើងឆ្លងកាត់ចំនួនច្រើនណាស់អញ្ចឹងហើយបានថានិយាយពីរឿងសង្គ្រាមហ្នឹងគឺវាថាវាជូរចត់នៅក្នុងជីវិតហ្នឹងអញ្ចឹងយើងកើតមកហ្នឹងគឺវាជួបនៅក្នុងប្រទេសកម្ពុជាអញ្ចឹងហើយយើងចង់ឲ្យយុវជនចំនួនក្រោយកុំភ្លេចមើលប្រវត្តិសាស្ត្រកុំភ្លេចជួបចាស់ទុំដែលគាត់ឆ្លងកាត់នៃការបាត់ពិសោធន៍ក្នុងការសង្គ្រាមថៃបិទគាត់មិនបានរៀនសូត្រចេះដឹងអីយើងក៏ប៉ុន្តែអាតម្លៃសន្តិភាពនេះដែលគាត់តស៊ូពីមួយវាសំខាន់ណាស់ឥឡូវយើងមើលឃើញថាតម្លៃសន្តិភាពយើងយកពី98រហូតដល់បច្ចុប្បន្នខ្ញុំគិតថាវាคล้ายទៅជាផលលាភសន្តិភាពសម្រាប់ប្រជាជាតិខ្មែរយើងនៅពេលដែលយើងនិយាយអំពីផលលាភសន្តិភាពយើងមិននិយាយអំពីនិន្នាការនយោបាយទេពីព្រោះផលលាភសន្តិភាពនេះនិយាយអំពីជីវភាពប្រជាពលរដ្ឋដែលកំពុងបង្កើតមុខរបររាល់ថ្ងៃដោយខ្លួនគាត់ចឹងបើអត់មានសន្តិភាពតើគាត់ទៅអាចប្រកបមុខរបរមុខរបររស់ស៊ីបានទេបើប្រទេសកំពុងមានសង្គ្រាមចឹងមិនគិតថាអ្នកមានអ្នកក្រទេពេលសង្គ្រាមហើយវាលេងធ្វើអីបានអញ្ចឹងហើយតម្លៃផលលាភសន្តិភាពពី98រហូតដល់នេះមិនគិតថានិន្នាការគណៈបកនយោបាយមួយណាទេយើងមើលឃើញថាប្រជាពលរដ្ឋមានជីវភាពរីកចម្រើនដល់កម្រិតណារីកចម្រើនខ្លាំងណាបាទអញ្ចឹងនិន្នាការប្រឆាំងក៏ដោយនិន្នាការស្របក៏ដោយនិន្នាការកដាលក៏ដោយប៉ុន្តែជីវភាពដែលគាត់មានដល់សពថ្ងៃណាសូមកុំភ្លេចថាមកពីផលលាភសន្តិភាពនឹងឯងអញ្ចឹងហើយប៉ុន្តែគាត់ថាបុគ្គលខ្លះដែលជ្រុលនិយមនោះគាត់ខ្លាយទៅជាបុគ្គលមួយដែលខ្ញុំចាត់ទុកជាសត្វកណ្ដៀកំពុងតែតេះបំផ្លាញសន្តិភាពដោយខ្លួនឯងគាត់ខំរកស៊ីមានបានហើយចុងក្រោយគាត់ទៅចាញ់បោកគេវាបោះអស់លុយអស់កាក់អញ្ចឹងគាត់បំផ្លាញខ្លួនឯងហើយបើគាត់ភ្លេចគិតណាគាត់ខំរកស៊ីមានបានដោយពីផលលាភសន្តិភាពនៅពេលគាត់ជឿនៅក្រុមអ្នកណាម្នាក់ដល់អញ្ចឹងគាត់ត្រូវអស់លុយអស់កាក់អាហ្នឹងហើយគាត់បំផ្លាញក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាយើងមើលឃើញគំរូច្រើនណាបុគ្គលដោយគ្រួសារដែលគាត់ជ្រុលនិយមដូចបាបថាអញ្ចឹងក៏បានដោយសារគាត់ខំរកស៊ីពីផលលាភសន្តិភាពបានលុយបានកាក់អន្សំលិចកាត់ដោយសារតែជឿគេគាត់ទៅយកលុយទៅចូលទៅធ្វើនេះធ្វើនោះអាហ្នឹងត្រូវបានគេបោកអញ្ចឹងហើយសូមឲ្យបងប្អូនពិចារណាថារឿងផលលាភសន្តិភាពនេះមិនមែនជាខ្ញុំនិយាយនេះគឺនិយាយដោយត្រង់ថាសន្តិភាពហើយនឹងផលលាភសន្តិភាពមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់គណៈបកប្រជាជនទេ
cứ chia phò liệp san để phép cứ san để phép sầmรับcầm chia từng mùi năng bàn dương sầm đành cả sầm thoáng thải dương tớiแต่โจรวมđể xa san để phép bên này dê tha san để phépนี่chia cầmเส้นบ่กันนะปะchiaชนnăngประเทศnăng việc khai chiaประเทศมวยได้việcมันcầm chiaเตะจังสกมchiaปรดโยลจะล้ำนะปุยซอไฟตบัดchiaสมดักđểโจจีนใบดาสถาปนิกแกหายทานนี่กูโยบายชนะชนะนะโยบายชนะชนะชนะการเสมอใบดำใบสันเดพิบนักใครจีพอเลยสันเดพิบวิธีไม่บ่อเตะกูยังเธอศึกษาเรียนก็เธอโยตรึกสไลเนี่ยปลายโยมาปลาได้นั้นจัดตกทาจีตรึกสไลโยบายในขนมประเทศกรรมจีมุ้ยกูโยบายชนะชนะนั่งไงจังตลอดมาวิ่งชลายตอบหนึ่งการวิวัฒน์โยบายในขนมประเทศกรรมจีบ่ยังมาดาวปีนี่ไอ้หนึ่งเชียนแต่ดาวกิจประชุมกับปูละเซียนยังในขนมประเทศมาเลเซียในจองคายนี่ยังเคยทาเรียรัฐาพิบาลยังสมโนโดยโลลาดาราบานส่วนจังทาไปเชียร์ปรดเนื้อแต่เงืองชมาทาเรียรัฐาพิบาลอดหมดเงียบสงัดตาพอลไปยาวย้ายบานไอ้จังชมมันชลายที่ผู้สมได้บอกว่าทบได้บานชลายเลยหายนั่งทำไมก่อนนะยังการกัดสมกรบอกช่างยังเคยทาการอดหมดบาเรียรัฐาพิบาลวิมีนไปยาวสมรับเชียร์ยังนะปีปลัวสันติเพียบมวยนี่ได้ยังยีปีสันติเพียบมั้งปีโปรสันติเพียบมีสาระสำคัญการไปเจียมีบัตรเป็นซาทือสังเกตหายได้กับการเจียมันจังทือสังเกตปีโปรสันติเพียบในการไปเจียไอ้คลายแต่เจียสันติเพียบกลุ่มรู้สำหรับยูจุนจำนวนกล่าวไอ้ยังทำไมเนี่ยก็ได้ยังเคยทำปฏิทินมัวขางการก็คลายบานตัวซาปีสันติเพียบกับมีสันติเพียบในขนมการไปเจียไอ้คลายแต่เจียกลุ่มรู้มวยในขนมตะบันในเทศจังให้ยังเคยทำทวีบัตรจีปฏิอาเซียนบ่ยังเจียบเซคือปฏิเซียมนั่งก็เจียนเนี่ยสถาปนิกอาเซียนตัวพ่อปันท้ายก็รุมโลบฉบับในขนมอาเซียนตัวเตี้ยปีโปก็ยี่รวมทั้งท่าอาเซียนก็เจียสมาชิกกันเนี่ยประกาศยี่พิซซ่าสมัยปันท้ายก็บ้านรุมโลบผมเปลี่ยนเลยเยอะปันท้ายยื่นเจียสมาชิกโจลคล้อยที่กับปันท้ายยื่นบ้านกระรุบตัวเองจังการอัดทั้งหมดบาเรียแต่ท้ายไปบ้านสำหรับชมโยลเคยทับบังฮันอย่างปีเพียบไทยธนูสามัญบังฮันปีเพียบไทยธนูการกระรุบฉบับชีดให้นังอันตรชีดยังเคยให้ทาเกมลมเปลี่ยนจังการชื่อจับขยมกับชื่อจับได้ขยมตัวปรุงได้ตัวขยมตัวมือตั้งปีตุกสังเกตแล้วคือขยมตัวโจรวมการอังเกตการเลยเฮ้ยขยมอ่ะครูนไอ้เนี่ยใบเชื่อมเกตทาเบอร์อันเมียนกับเพลิงเป็นขยมรถตะบังไงอันใดจัดใดแบบครั้งอ่ะกิจเลียนเปลี่ยนเยอะไงนะแบบครั้งกับปันได้ใบยืงกุยกิดมาสตูเตียนทาเรียทาพิบาลอัดทั้งหมดน้องหายไอ้ก็ดอกกับแบบนั้นจังการเรียทาอัดทั้งหมดนี่ชื่อกลุ่มรู้มวยสำหรับของการเดินงอมกลมเจเชลชายตามกีปูการอัดทั้งหมดระบายยืงบางฮันเอาสตรีมือยังมันเคยปีพนัดกับนัดแต่ยังจังถือไอต่อตัวเลยเจ้าเบอร์เซนจีสตรียังกับปงกับถือโดยสับไงเสียมไปถือกรุบลูกพิบยี่ยังปลายแบบกรุบลูกพิบลูกพิบแดกกระจงขอยคือดักลานไอจะมองไงลานลิมวสมลานลิมวมาจังสดเลยจากไอเคยมาท่าเวียบางฮันเอาปีมวยเวียมันปฏิเสธไลน์อะเซลโทครั้งอ่ะจังเบอร์เซนกีบางฮันจังตาในยุโรปไตรระหว่างยังสำหรับบอกว่าทอปได้แต่เรียนในดอลสหรัฐอเมริกาตายยังแต่ตอบตัวจมูกเกนังไม่กล้าไปยังเรียนเจดังจังได้ล่ะอันนึงยี่พิซซ่าสมัยเนี้ยจังวิคลายติเชียในยุโรปไตรมวยแต่ตอบตัวจมูกนังบุกกุลได้สำได้มวยได้เพียบอะเซลโทไอกรุบสมุกกรุกอย่างนั้นจังชมตลอดมาเป็นชมมือเคยท่าสำได้บอกว่าทอปได้กดบานยกจำได้ดังให้นังการอนุวัตขนมปฏิกรรมชี้ยกฉบับตุ่มรอบมวยขนมการดอกสลายปัญหาในดาวซันเตวิธีนี่คือเราอมพอได้ไทยบัดยังเคยท่ากิจโปรมเปลี่ยนยังเลือกดำบงไทยตีมาเพย์ผมใบได้ยังตัวจอจาเนี่ยเลือกดำบงเพย์ใบกะกระดาฉะนั้นปีปอนเอาเพย์ปรามกันกิจบัดชอบบัญเนี่ยนะบาดตัวใบกิจบัดชอบบัญวิชอบบัญเนี่ยเป็นกลายมาเตี้ยเคยท่าปุซิมวิปรายยุติศาสตร์สมุกรุกวิปราชมจัดตกบ้านโลบเปลี่ยนมันต่อชมจัดตกทารัฐบาลวิปราปีอาสุรุนติปูมือเต้าวิเหมือนแมนจีรัฐมวยซีวันไหลจีรัฐบาลได้ละชานบ้านจังให้จีรัฐบาลมวยได้ยังมันกูเอาตำไหลไปเพราะในยุครัฐไตรนาลางมาก็ได้ก็เนื้อแต่ปลารูปผมมุนฉบับปรีดำใบรุมลบผมเปลี่ยนในประเทศข้ามเชียจังไปยังเคยกรุบรูปเพียบนั่งให้ได้ก็ไปเชียร์ปรวัติในแต่ตำเละของเขาเรียรัฐาพิบาลทำมันโปร่งต่อตังมันโปร่งไว้มันโปร่งถือไอ้กีต่างจังให้ยังการอัดหมดนั่งบานเชียนมาละฮอดดอล
ការប្រែប្រួលពីកិច្ចព្រមព្រៀងបាត់ឈប់បាញ់ឥឡូវយើងឃើញថាជាសេចក្តីព្រៀងមួយទៀតហើយគឺកិច្ចព្រមព្រៀងសន្តិភាពអញ្ចឹងកិច្ចព្រមសន្តិភាពនេះយើងឃើញមានថារហូតដល់មានលោក Donald Trump ជាប្រធានាធិបតីអាមេរិកបានមកចូលរួមហើយក្នុងការសម្របសម្រួលធ្វើជាអាញាកដាលទៀតអញ្ចឹងហើយបងប្អូនមួយចំនួនចេះតែឆ្ងល់ថាតើហេតុអីក៏ដូណាល់ត្រាំមកធ្វើសម្របសម្រួលក្នុងការដើម្បីឈប់បាញ់វាជាការពិតណាស់ពីព្រោះប្រទេសមហាអំណាចឥឡូវគឺដូណាល់ត្រាំក៏ចាប់អារម្មណ៍ពីប្រទេសកម្ពុជាដើម្បីឲ្យបញ្ចប់សង្គ្រាមពីព្រោះឃើញថាប្រទេសកម្ពុជានេះស្រឡាញ់សន្តិភាពមានន័យថាចង់បានសង្គ្រាមយើងឃើញថាលោកដូណាល់ត្រាំមិនមែនតែតួអង្គប្រទេសកម្ពុជានឹងសៀមគាត់ឃើញនៅប្រទេសផ្សេងទៀតក៏គាត់ពងដើរតួនាទីសម្របសម្រួលធ្វើម៉េចឲ្យមានកិច្ចព្រមព្រៀងសន្តិភាពនឹងឡើងខ្ញុំគិតថាមិនទាន់បានធ្វើចេញទេបើសិនជាក្នុងប្រទេសកម្ពុជារបស់យើងរវាងជាមួយនឹងប្រទេសសៀមធ្វើនៅក្នុងការកិច្ចប្រជុំនៅអាស៊ានយើងនេះអាចលោកត្រាំយកជាគំរូមួយដើម្បីបង្ហាញពិភពលោកអាហ្នឹងឯងជាច្បាប់មួយជាដែលយើងជាមេរៀនមួយសម្រាប់ឲ្យខំបង្ហាញពិភពលោកថានេះកម្ពុជានឹងអាចបានដោះស្រាយដោយសន្តិវិធីដែលយើងមិនធ្វើសង្គ្រាមបន្តទៀតអញ្ចឹងទោះបីប្រជាពលរដ្ឋគាត់មានការយើងគិតថាបើសិនជាគេសួរគេធ្លាប់សួរខ្ញុំថាវាមិនចំគ្រួសារលោកគុជលីឯងបើសិនគុជលីឯងទៅនៅក្នុងភូមិជោគជ័យភូមិនងច័ន្ទតើគុជលីឯងឈឺចាប់យ៉ាងម៉េចអាការឈឺចាប់វាមានដូចគ្នាពីព្រោះអាការដំណោះស្រាយគឺយើងឃើញថាប្រជាពលរដ្ឋរបស់យើងរស់នៅទីនោះមានការលំបាកមិនទាំងមានការប្រកបមុខរបរអីអានេះយើងគិតគូរទាំងអស់គ្នាអញ្ចឹងហើយសួរថាបងប្អូនយើងមួយប្រទេសហ្នឹងអត់ដែលបានគិតគូរជាមួយនឹងប្រជាពលរដ្ឋនៅរងគ្រោះនៅតាមព្រំដែនអត់ទេគឺនៅសស័កស្រាំជាពិសេសគឺយើងកោតសរសើរជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើងមានគំនិតជាតិនិយមកាន់តែច្រើនការមិនប្រើប្រាស់ផលិតផលសៀមនៅក្នុងស្រុកចលនាជាតិនិយមផ្សេងហើយមានបងប្អូនក៏ក្រឹកកេងចូលលុយចូលកាក់អានឹងមិនមែនជាការមួយដែលបងប្អូនយើងនៅភ្នំពេញឬក៏នៅខេត្តផ្សេងដែលភ្លេចណាអញ្ចឹងហើយសូមឲ្យបងប្អូនអ្នកដែលនៅភូមិផ្ទាល់នៅក្នុងភូមិព្រៃច័ន្ទនិយាយទៅគឺសរុបនៅតាមបណ្ដោយព្រំដែនដែលមាននោះគ្មានអ្នកណាមួយដែលបំភ្លេចបងប្អូនយើងជាពិសេសគឺរាជរដ្ឋាភិបាលតែម្ដងគាត់យកចិត្តទុកដាក់រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសគឺមានអគ្គមេបញ្ជាការគឺសម្ដេចតេជោហ៊ុនសែនគឺតាម24ម៉ោងក្នុងការខ្លំមើលសភាពការរបៀបនេះអញ្ចឹងសរុបមកវិញខ្ញុំឃើញថាដំណើរការនៃរាជរដ្ឋាភិបាលដែលកំពុងគិតគូរឲ្យមានកិច្ចឈប់បាញ់ឬក៏កិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃខាងមុខសម្រាប់ខ្ញុំជឿថាអាចនឹងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជាតាមរយៈមានការសម្របសម្រួលជាមួយប្រធានាធិបតីលោកដូណាល់ត្រាំហើយនឹងការអត់ធ្មត់របស់កម្ពុជាយើងឃើញថាថ្មីនេះទោះបីមានការអីក៏ដោយយើងឃើញថាសៀមកំពុងតែលបបំពេញឈូសឆាយអីនៅបន្តហើយដែលរាជរដ្ឋាភិបាលនៅតែហ្នឹងកុំភ្លេចថារាល់ទង្វើរបស់សៀមដែលកំពុងធ្វើនៅកម្ពុជាមិនមែនកម្ពុជាអង្គុយហើយនៅស្ងៀមអត់ធ្វើអីទេអង្គុយចាំថតទុកបាទយល់ភាសាសាមញ្ញអង្គុយថតទុកទាំងសកម្មភាពវីដេអូទាំងឯកសារទាំងសិតតែជាឯកសារដែលមានប្រយោជន៍សម្រាប់កម្ពុជាទាំងអស់ឯកសារនេះនឹងបញ្ជូនទៅអង្គការអន្តរជាតិជាពិសេសគឺអង្គការ UNSC តែម្ដងហើយនឹង ICJ នេះគឺជាអត់ផុតទេពិសេសតែជាឯកសារមួយហើយមួយទៀតគឺជាឯកសារសម្រាប់យុវជនជំនាន់ក្រោយដែលជាយុវជនបន្តវេនដើម្បីការពារទឹកដីប្រទេសជាតិរបស់យើងពីព្រោះឯកសារនេះសម្រាប់ឲ្យកូនខ្មែរដែលរៀនសូត្រថាទៅរៀនធ្វើការអត់ធ្មត់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីរបៀបនេះជាជាងយើងដោះស្រាយដោយហិង្សាហើយដោះស្រាយដោយហិង្សាបើសិនជាប្រទេសជាតិរបស់យើងណារស់ក្នុងក្រោមរាជរដ្ឋាភិបាលតែមួយវាអត់អីទេយើងសពថ្ងៃមានមួយក្រុមហ្នឹងគឺជ្រៀតជ្រែកយើងទៅទៀតអញ្ចឹងហើយវាពិបាកអញ្ចឹងណាអញ្ចឹងមួយក្រុមហ្នឹងគឺមិនបានជួយរាជរដ្ឋាភិបាលទេគឺទៅជួយគ្រប់គ្រងគេហើយជួយបន្ថែមបង្កើតអីណាខ្លួនឯងដើម្បីប្រឆាំងជាមួយរាជរដ្ឋាភិបាលអញ្ចឹងហើយនេះគឺជាមេរៀនមួយសម្រាប់ឲ្យយុវជនសិក្សាស្រាវជ្រាវថានៅពេលដែលយើងជួបឧបសគ្គជាមួយនឹងប្រទេសទៅថ្ងៃអនាគតលបងផងជាមួយវាជាអត់ផុតទេពីព្រោះបើសិនខ្ញុំចេះជប់វិញជប់កម្ពុជាកុំឲ្យនៅជាមួយចិត្តខាងនេះមកទៅបង្កើតប្រទេសថ្មីមួយនៅណាដាច់កុំឲ្យជួបចឹងប៉ុន្តែវាធ្វើអត់កើតហើយយ៉ាងណាមិញយើងសួរសំណួរថាចុះឥឡូវនេះបើសិនជាសង្គ្រាមរហូតឬក៏យើងឈប់ធ្វើសង្គ្រាមយើងឈប់រាប់អានលបងផងជាមួយវាធ្វើអត់កើតទេអានឹងវាជាច្បាប់ទម្លាប់អញ្ចឹងហើយយើងមានតែមធ្យោបាយមួយគឺក្នុងការដោះស្រាយគ្នាគឺបញ្ចប់សង្គ្រាមដោយសន្តិវិធីហើយយើងមានគំរូហើយឆ្នាំ2008 2011គឺយើងបញ្ចប់ដោយសន្តិវិធីអានឹងរូបមន្តនឹងតែមួយសម្រាប់ខ្ញុំយល់ឃើញថារាជរដ្ឋាភិបាលកំពុងតែធ្វើលើផ្លូវត្រូវក្នុងការដោះស្រាយបញ្ហាកម្ពុជាបាទ